បាទស្រីបងប្អូនមានទៅសួរថាគាត់ចង់រយឈ្មោះសិស្សណាដែលបានទូពោះជាងគេ10នាក់អញ្ចឹងណាអញ្ចឹងយើងមានតារាងអញ្ចឹងហើយយើងដំបូងឡើងប្រើរូបមន្តរែងមកលើបន្ទុកគាត់ស្មើរែងហើយយើង select បន្ទុកមួយមកហើយយើង command យើង select ទាំងអស់ញ៉ាំហើយយើងចាក់សារ F4 មក command ដាក់លេខ0ដើម្បីបានលេខ1ធំជាងគេអញ្ចឹងយើងអូសមកខំទាំងអស់មកអញ្ចឹងដល់ពេលនេះយើងបានរែងអ្នកណាគេចូលលេខ1លេខ2ថាច្រើនជាងគេអញ្ចឹងចូលលេខនេះយើងស្មើ index តាមរូបមន្តចាស់យើងទៅ select ឈ្មោះសិនមកបាទអញ្ចឹងយើងចាក់សារ F4 command យើងដាក់រូបមន្ត match អញ្ចឹងយើងទៅ select កន្លែងនេះលេខ1អ្នកណាគេលេខ1យើង command ហើយយើងទៅ select រែងទាំងអស់មកយើងចាក់សារ F4 យើង command ទៀតតមកយើងប្រើគេ0ម្ដងចោល command លេខ1អូខេអញ្ចឹងសិស្សលេខ8បានទូច្រើនជាងគេអញ្ចឹងយើងអូនមកក្រោមមកបានប៉ុណ្ណឹងអញ្ចឹងយើងផ្ទៀងតមើល